ជំរាបសួរបងប្អូន คลิปវីដេអូនេះដែរគឺមកក៏ប្រាប់បងប្អូនអំពីរបៀបធ្វើជ្រក់ស្ពៃក្តោបដែលយើងប្រើរយៈពេលតែ1ម៉ោងកន្លះទៅ2ម៉ោងគឺយើងអាចញ៉ាំបានហើយចំពោះគ្រឿងផ្សំខាងបន្លែធ្វើជ្រក់ស្ពៃក្តោបនេះដែរគឺយើងមានស្ពៃក្តោបចំនួន1ស្ពៃប្រហែលជាទម្ងន់3ខាំហើយយើងមានខ្ទឹមសខ្ទឹមក្រហមហើយម្ទេសចំពោះជ្រក់ស្ពៃក្តោបនេះដែរមកក៏ប្រាប់ថាយើងត្រូវយករសជាតិរៀងហឹរបន្តិចហើយក្នុងការកាត់ស្ពៃក្តោបគឺយើងកាត់រៀងកង់រៀងដុំធំទេបងប្អូនជៀសវាងអីនៅពេលដែលយើងស្រោះទឹកក្តៅទៅវាអាចនឹងឆាប់រលួយអញ្ចឹងយើងកាត់រៀងកង់ដុំធំបន្តិចក្នុងកំឡុងពេលដែលមកគាត់កាត់ស្ពៃក្តោបអីយើងបានដាក់ដាំទឹកក្តៅបងប្អូនដាំចោល2កំសៀវទៅព្រោះអីធ្វើយ៉ាងណាយើងត្រូវស្រោះទឹកក្តៅនៅលើស្ពៃហ្នឹងឲ្យសប់ហើយឲ្យលិចស្ពៃតែម្ដងគឺទឹកដែលក្តៅកំពុងតែពុះក្រួយបងប្អូនគឺយើងចាក់ស្រោះពីលើស្ពៃហ្នឹងឲ្យសប់សាច់ហើយយើងត្រូវត្រាំទឹកត្រាំស្ពៃជាមួយនឹងទឹកក្តៅហ្នឹងរយៈពេល10នាទីបន្ទាប់ពី10នាទីរួចហើយយើងត្រូវលាងស្ពៃហ្នឹងជាមួយទឹកត្រជាក់លាងស្ពៃជាមួយទឹកត្រជាក់ធ្វើមិនឲ្យស្ពៃហ្នឹងវាអស់អាជាតិក្តៅហ្នឹងណាយើងត្រូវត្រាំជាមួយទឹកត្រជាក់ទៅបន្ទាប់ពីយើងបានត្រាំស្ពៃជាមួយទឹកត្រជាក់ហ្នឹងនេះបងប្អូនដូចក្នុងរូបភាពអញ្ចឹងយើងបានសង់ចេញពីទឹកក្តៅហើយយើងត្រាំជាមួយនឹងទឹកត្រជាក់យើងត្រូវត្រាំទឹកត្រជាក់ប្រហែលជាមើលទៅស្ពៃហៀត្រជាក់ហើយយើងស្រង់ឲ្យស្ងួតដាក់នៅក្នុងចានដែកអីមួយទៅដើម្បីយើងចាប់ដើមលាយគ្រឿងផ្សំពីលើស្រោចពីលើស្ពៃក្តោបនឹងឯងក្នុងនេះដែរគឺចំពោះខ្ទឹមសខ្ទឹមក្រហមគឺយើងបានបុកជាមួយនឹងម្ទេសបងប្អូនបុកឲ្យម៉ត់ហើយយើងចាប់ដើមលាយនៅទឹកខ្មេះចំពោះទឹកខ្មេះនេះដែរមកគាត់ប្រើចំនួន2វែកទឹកខ្មេះហ្នឹងបងប្អូនមកគាត់ប្រើទឹកខ្មេះប៉មប៉ុន្តែបើសិនជាបងប្អូនមានទឹកខ្មេះប៉មប្រើទឹកខ្មេះយើងធម្មតាទៅក៏អត់មានបញ្ហាដែរបងប្អូនគឺយើងប្រើបានដូចគ្នាឥឡូវមកគាត់ចាប់ដើមដាក់ទឹកខ្មេះចំនួន2វែកនៃស្ពៃដែលមានទម្ងន់3ខាំបន្ទាប់ពីយើងបានដាក់ទឹកខ្មេះរួចហើយមកគាត់បានដាក់ស្ករសស្ករសយើងប្រើ1ស្លាបព្រាបាយកន្លះយើងត្រូវយករសជាតិរៀងជូរប្រៃផ្អែមហឹរបងប្អូនអញ្ចឹងយើងយករសជាតិរៀងដិតបន្តិចព្រោះយើងយកទៅញ៉ាំជាមួយនឹងសាច់អាំងណាជ្រក់ស្ពៃហ្នឹងមកប្រាប់ថាយើងយករសជាតិរៀងដិតបន្តិចបន្ទាប់ពីបានដាក់ស្ករ1ស្លាបព្រាបាយកន្លះហើយយើងដាក់លួចអំបិលប្រហែលជាកន្លះស្លាបព្រាកាហ្វេមិនថាយើងធ្វើជ្រក់ឬក៏ធ្វើបង្អែមទេអំបិលគឺมันអាចចោលបានយើងត្រូវតែលួចបន្ថែមបន្តិចដើម្បីយើងយករសជាតិរៀងដិតណាបន្ទាប់ពីដាក់អំបិលរួចហើយមកគាត់ថាដាក់ប៊ីចេងចំពោះជ្រក់ផ្សេងគឺមកអត់ដែលបានប្រើប៊ីចេងទេប៉ុន្តែស្ពៃក្តោបនេះមួយគឺមកគាត់ប្រើប៊ីចេងដោយសារអីបន្លែស្ពៃក្តោបនេះគឺវាមានរសជាតិភ្លាវទេអញ្ចឹងមកគាត់ប្រើប៊ីចេងបើសិនជាបងប្អូនមិនចូលចិត្តប្រើប៊ីចេងទេមិនបាច់ដាក់ក៏បានដែរអត់មានបញ្ហាទេចំពោះប៊ីចេងនេះបងប្អូនប៉ុន្តែម៉ាម៉ាគាត់ប្រើប៊ីចេងអញ្ចឹងគាត់ដាក់ប៊ីចេងប្រហែលជាកន្លះស្លាបព្រាកាហ្វេបងប្អូនបន្ទាប់ហើយយើងត្រូវយកល្បាយដែលយើងបានបុកបញ្ចូលគ្នានេះដូចជាខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសហ្នឹងដែលបានបុករួចហើយហ្នឹងយកបញ្ចូលជាមួយនឹងទឹកដែលយើងបានលាយទឹកខ្មេះអំបិលស្ករហ្នឹងលាយចូលគ្នាឲ្យសព្វសាច់បងប្អូនហើយចំពោះខ្ទឹមសខ្ទឹមក្រហមម្ទេសបើសិនជាបងប្អូនមិនចូលចិត្តហឹរមិនចង់ហឹរទេបងប្អូនបន្ថយម្ទេសណាបងប្អូនណាប៉ុន្តែមកបញ្ជាក់ថាចំពោះជ្រក់ស្ពៃក្តោបនេះដែរគឺយើងត្រូវយករសជាតិរៀងហឹរបានឆ្ងាញ់អញ្ចឹងរៀងហឹរហើយរៀងដិតទៀតបងប្អូនអត់យករសជាតិស្រាលទេជ្រក់ស្ពៃក្តោបនេះយើងយករសជាតិជូរប្រៃផ្អែមហឹរពីព្រោះអីយើងយកទៅញ៉ាំជាមួយសាច់អាំងណាជ្រក់ផ្សេងយើងយករសជាតិរៀងស្រាលប៉ុន្តែជ្រក់ស្ពៃក្តោបនេះគឺយើងយករសជាតិរៀងដិតកំឡុងពេលនឹងដែរគឺមកគាត់បានលាយល្បាយនឹងឲ្យសព្វសាច់ហើយយើងត្រូវកូរល្បាយនឹងឲ្យវារលាយអំបិលស្ករហើយយើងត្រូវយកមកស្រោចពីលើស្ពៃក្តោបដែលយើងបានរៀបដាក់នៅក្នុងចានដែកហ្នឹងណាដែលយើងបានស្រង់ស្ពៃក្តោបស្រោះទឹកហើយយើងរៀបដាក់ក្នុងចានដែកហ្នឹងទៅយើងស្រោចគ្រឿងល្បាយដែលយើងបានលាយអំបាញ់មិញហ្នឹងឲ្យសព្វសាច់ពីលើស្ពៃក្តោបនឹងឯងហើយក្នុងកំឡុងពេលយើងរងចាំរយៈពេល1ម៉ោងហ្នឹងណាប្រហែលជា15នាទីទៅកន្លះម៉ោងហ្នឹងគឺថាស្ពៃនេះចាប់ដើមចេញទឹកហើយអញ្ចឹងនៅពេលដែលស្ពៃចាប់ដើមចេញទឹកយើងត្រូវផ្អៀងចានដែកហ្នឹងយើងយកទឹកដែលស្ពៃដែលបានចេញទឹកយកស្រោចពីលើស្ពៃធ្វើយ៉ាងម៉េចឲ្យវាលាយចូលសព្វសាច់ជាមួយនឹងស្ពៃបងប្អូនអញ្ចឹងក្នុងកំឡុងពេលកន្លះម៉ោងទៅ1ម៉ោងហ្នឹងគឺស្ពៃចាប់ដើមចេញទឹកយើងត្រូវធ្វើអញ្ចឹងរហូតបងប្អូនយើងត្រូវសិតអាទឹកហ្នឹងសិតទឹកដែលចេញពីស្ពៃហ្នឹងស្រោចពីលើស្ពៃតែម្ដងឥឡូវនេះស្ពៃក្តោបជ្រក់របស់ម៉ាម៉ាគឺថាបានរួចរាល់ហើយក្នុងកំឡុងពេល1ម៉ោងកន្លះទៅ2ម៉ោងអាស្រ័យទៅលើស្ពៃបងប្អូនស្ពៃធំឬក៏ស្ពៃតូចអញ្ចឹងណាបងប្អូនតែរបៀបធ្វើគឺដូចគ្នាទេហើយចំពោះគ្រឿងផ្សំប្រៃហឹរជូរផ្អែមនេះគឺតាមចំណង់ចំណូលចិត្តដែរគាត់ថាមករបៀបគាត់ធ្វើជ្រក់នេះគឺរយៈពេលតែ1ម៉ោងកន្លះទៅ2ម៉ោងគឺបងប្អូនអាចញ៉ាំបានហើយនេះគាត់ឃើញបងប្អូនគឺថាទឹកហ្នឹងគឺចេញពីស្ពៃតែម្ដងបងប្អូនណា
អញ្ចឹងការធ្វើជ្រក់ស្ពៃក្តោបផនម៉ាគឺថាបានរួចរាល់ហើយបងប្អូនអាចសាកធ្វើតាមម៉ាបានរយៈពេលតែ1ម៉ោងកន្លះទៅ2ម៉ោងគឺថាបងប្អូនអាចយកមកញ៉ាំបានហើយជាមួយនឹងសាច់អាំងឬក៏សាច់ចៀនអីក៏បានដែរនិយាយរួមជ្រក់ស្ពៃនេះស្រួលធ្វើងាយហើយឆ្ងាញ់ផងដែរហើយខ្ញុំក៏អរគុណច្រើនបងប្អូនដែលបានចូលរួមទស្សនាវីដេអូរបស់ម៉ាម៉ាជម្រាបលា